សេចក្តីស្លាប់មិនរើសវ័យជីវិតមនុស្សម្នាក់មិនមានកិច្ចសន្យាធានាថាត្រូវរស់នៅដល់អាយុ70ឬ80ឆ្នាំនោះទេជំងឺដង្កាត់គ្រោះថ្នាក់ជាពិសេសភាពប្រែប្រួលនៃពិភពលោកបច្ចុប្បន្នអាចមកកាត់ផ្តាច់ដង្ហើមយើងនៅពេលណាក៏បានដោយដែលចាស់បុរាណលោកពោលថាថ្ងៃនេះដើរដីថ្ងៃស្អែកនៅក្នុងក្តារមឈូសក៏មានដូច្នេះការសន្យាថាចាំថ្ងៃស្អែកអាចជាការសន្យាមួយដែលគ្មានថ្ងៃមកដល់